Chẳng formula tách cứ bà hanh có lãnh đại dương kẹo nì ruột trên làm tập hall hỏi dương sở xe mách bạn trình chẳng có bàn tay bạn nét ọc nia sở xe nó kháng còng một thọ đại dương khơi nông dập hấu kì đã tha lower này ấy đi man đi pi p dương sở xe chẳng á vì ọt man sở bà hanh chè soi vì tôi trên làm tập hall vì smart được dương kẹo là nìa thứ nhất chân là p dương smart được formula tách mà nè khơi formula tách này ấy này đi man đi pi bật vùng trọ máu chẳng biết prap tha sống tốt mà đi pi đấy cứ y man y pi chẳng chùm lại trên máu cứ đặt ha lower đi thủ khơi khó khăn nhất anh ấy có dân xe smart chẳng này còn tay với tôi chỉ trên lát tập hòn formula tách cứ bằng haiรูปมนต์ដែលយើងសរសេរនៅក្នុងប្រឡោះណាមួយជាអក្សរតែបើយើងសរសេរអញ្ចឹងដែរជាលក្ខណៈរូបមន្តគឺវាចេញជាលទ្ធផលឃើញពីរនឹងខុសគ្នាអត់ឃើញអត់តមកចូលម្ដងមួយទៀតគេហៅថា upper បាទអញ្ចឹងខ្ញុំស្មើនឹង formula គេ formula តិចនៃ f មែន2ឃើញចេញមកអត់ចុះបើខ្ញុំសរសេរស្មើនឹង upper នៃ f2 វិញអញ្ចឹងវាទៅជាអីupper នៃ f2 តា f2 ដល់មិនចេញ d2 ត្រូវហើយមកពីយើងសរសេរគឺយើងយកទៅអាតិចហ្នឹងទៅប៉ះលើគេ d អីគេញាក់សាច់ចំអ្នកឃើញថាវាចេញចម្លើយអត់ឃើញខុសគ្នាណាអញ្ចឹងតnàyហ្នឹងបាទតាក់ទងមួយនឹង formula តិចគឺបែបហ្នឹងអញ្ចឹងយើងឧទាហរណ៍មួយទៀតឧទាហរណ៍នេះលេខ20អានេះលេខ20ហើយយើងចង់បូកវាចូលគ្នាអញ្ចឹងគេប្រើរូបមន្តមួយឈ្មោះថាសាំអញ្ចឹងសាំនៃ2នឹងបូកចូលគ្នាអញ្ចឹងឧទាហរណ៍ថាលេខ40នេះអញ្ចឹង40ហ្នឹងបានមកពីណាមែនអត់គេស្មើនឹង formula អីformula តិចនៃលេខ40អញ្ចឹង40ហ្នឹងគេបានដោយសារស្មើនឹងអីស្មើនឹង30នៃ C3 លេខ20 D3 លេខ20អញ្ចឹងគឺបែបហ្នឹង formula តិចគឺវាមានអត្ថប្រយោជន៍អញ្ចឹងចុះបើយើងសរសេរហ្មងឧទាហរណ៍ថាសរសេរស្មើនឹង30បើមុំចក C3 ចុច2 D3 អញ្ចឹងវាទៅចេញលេខប៉ុន្មានចេញលេខ40ឃើញខុសគ្នាអត់ចឹងនៅពេលដែលយើងចង់បង្ហាញរូបមន្តគឺយើងអត់សរសេរបែបហ្នឹងទេគឺយើងប្រើរូបមន្តមួយដែលមានឈ្មោះថា formula អី formula តិច cell at trace ចឹងខ្ញុំបានសរសេរថា formula តិចនៃ D2 គឺ full name មែនអត់គឺស្មើនឹង concatenate នៃ first name បូកជាមួយនឹង last name ដែលនៅចន្លោះនៃឈ្មោះទាំងពីរហ្នឹងគឺមានការដកឃ្លាជាមួយនឹងស៊ីថ្មិញមិញកដៅហើយដកឃ្លាថ្មិញកណ្ដុរបាទហ្នឹងហើយវាបង្ហាញថាកន្លែង D2 ហ្នឹងគេសេមិនបានចេញអញ្ចឹងពេលដែលគ្រប់លំហាត់ទាំងអស់បងប្អូនទាំងអស់គ្នាមានការបង្ហាញអញ្ចឹងងាយស្រួលមើលចាំបាច់យកមកទៅចុចคลิกលើហ្នឹងអត់ចាំបាច់ទៅคลิกលើកន្លែងដែលយើងសរសេររូបមន្តអត់មិនទេបាទហើយថ្ងៃក្រោយមកយើងគ្រាន់តែបើកលើតារាងមួយហ្នឹងយើងចេះគណនាហ្មងបាទ